ទីបំផុតតើយើងរស់ដើម្បីអ្វីនៅពេលដែលនាំគ្នាយល់ច្បាស់ពីការពិតពីភាពដែលល្វីងជូរចត់របស់វាទើបភ្ញាក់ខ្លួនថាយើងមិនមែនរស់នៅក្នុងភពផែនដីនេះដើម្បីគ្រាន់តែប្រឡូកនៅក្នុងការងារក្រាញននៀលដើម្បីសមបំណុលនិងរត់ប្រណាំងជាមួយកម្លាំងខ្យល់ដែលគ្មានច្រកចេញហើយនាំគ្នាឲ្យឈ្មោះថាជាជីវិតយើងមកកាន់ទីនេះដោយខានមិនបានហើយក៏អាចចាក់ចេញពីទីនេះដោយពុំអាចប្រកែកបានដែរជាមួយនឹងចំណុចមកនឹងទៅវិញនេះអ្វីដែលយើងត្រូវការមិនមែនជាប្រាក់មិនមែនកេរ្តិ៍ឈ្មោះហើយក៏មិនមែនជាទម្ងន់គ្មានរូបរាងមួយដែលតែងតែសង្កត់ពីលើស្មាហត់នឿយរាល់ថ្ងៃយើងមកដល់ដើម្បីរស់ឲ្យបានពិតប្រាកដដើម្បីដកពិសោធន៍គ្រប់ពេលវេលាទទួលយកនូវភាពរីករាយដែលអាចមានហើយដើម្បីយល់ឲ្យបានច្បាស់ថាទោះជាជោគជ័យឬបរាជ័យក្រឬមានទាំងអស់នេះគ្រាន់តែជាពរសម្រាប់លាបលើផ្ទាំងគំនូរនៃឆាកជីវិតដ៏ខ្លីតែប៉ុណ្ណោះមួយឆាកជីវិតមនុស្សស្មានថាបានវិញឆ្ងាយតែការពិតវាគ្រាន់តែជាការដុតកម្ដៅមួយពេលហើយក៏រលត់បាត់ទៅវិញយ៉ាងស្ងាត់ស្ងៀមរស់នៅក្នុងជីវិតដែលពុះកញ្ជ្រោលអ្នកណាក៏ព្រួយបារម្ភដែរសម្ពាធបានទាញយើងទៅផ្លូវមួយដែលស្រវាយកកំណោមាសប្រាក់ហើយនាំគ្នាភ្លេចបាត់ពីមូលហេតុដំបូងដែលនិយាយថាតើយើងរស់ដើម្បីអ្វីនៅពេលណាដែលយើងបានក្លាយជាទេសករនៃក្រដាសប្រាក់រស់មិនមែនទទួលយកនូវភាពរីករាយតែរស់ដើម្បីតែភាពមានបានដើម្បីអួតបង្ហាញតែប៉ុណ្ណោះចូលគេងពីព្រលប់ហើយភ្ញាក់ពីព្រលឹមព្រោះសុខភាពគឺមិនអាចយកប្រាក់ទៅទិញបានទេត្រូវចេះឲ្យតម្លៃប្រាក់កាសដែលខំរកបានដោយលំបាកព្រោះនៅពេលដែលហៅប៉ៅទៅទេស្អាតទើបយើងដឹងថាសេរីភាពនៃហិរញ្ញវត្ថុមានទំហំធំធេងប៉ុណ្ណាកុំទិញផ្ទះឬសម្ភារៈផ្សេងដោយយកខ្លួនទៅជាប់បំណុលហើយរឿងមួយដែលសំខាន់បំផុតគឺធ្វើយ៉ាងណាកុំឲ្យคล้ายទៅជាមនុស្សដែលមិនធ្លាប់រស់នៅដើម្បីខ្លួនឯងឆាកជីវិតមនុស្សខ្លីណាស់មានបានឲ្យចេះគ្រប់គ្រាន់ជួបសប្បាយឲ្យចេះសប្បាយសុភមង្គលមិនរត់តាមអ្នកដទៃតែយើងត្រូវចេះរស់ដើម្បីឲ្យសមស្របនឹងជីវិតខ្លួនឯង